ពេលព្រឹកយើងលក់នំបញ្ចុកស្លកាឌីហើយពេលថ្ងៃយើងលក់សាច់គោអាំងសាច់ស្លាប់មាន់អាំងទឹកផ្លែឈើអីបងបើជីសីមកអីអាច free បានទេ free បងអីបើសិនជីសីមកដល់នេះ pick អីមកហើយអឹមស៊ីត្រាវអីមក free អត់ទេអត់វាសួរទាំងនេះខ្ញុំបាទជីសីស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះបងប្អូនយើងបានមកដល់សាលារៀនបានជាអ្នកគ្នាហើយនៅពីខាងក្រោយខ្ញុំបាទនេះបាទគឺជាសកម្មភាពបងសិស្សានុសិស្សឬលោកគ្រូអ្នកគ្រូក៏បានរៀបចំធ្វើកម្មវិធីសង្ក្រាន្តឆ្នាំថ្មីហើយអញ្ចឹងក៏បានខាត់ពេលអ្នកគ្នាយូរយើងនាំអ្នកគ្នាទៅមើលជាមួយនឹងធូរសាលាទាំងអស់គ្នាហើយថ្ងៃនេះពិតជាពិសេសមែនតើគឺជីសីថ្ងៃនេះគឺ5សាលាតែម្ដងអ្នកគ្នាហើយសាលាទី1គឺសាលាបាញ់ជាដែលយើងជិះតាមផ្លូវមកចូលគ្រប់សាលាតែម្ដងអញ្ចឹងសង្ឃឹមថាអ្នកគ្នាឃើញវីដេអូនេះហើយកុំភ្លេចចាំជួបគ្នាតាមសាលាអ្នកគ្នាផ្សេងទៀតអូខេអរគុណច្រើនអញ្ចឹងអ្នកគ្នាទៅមើលទាំងអស់គ្នាថាសកម្មភាពពួកគាត់បានរៀបចំអីខ្លះនៅខាងក្នុងនៅខាងក្រៅរបស់ខ្ញុំនេះតោះខ្ញុំតាមដានទាំងអស់គ្នា Let's go អូខេបងប្អូនទាំងគ្នាពីក្រៅរបស់ខ្ញុំបាទគឺសិស្សសិស្សក៏កំពុងធ្វើការបោសសម្អាតឬក៏កំពុងរៀបចំទីធ្លាមុនទៅដល់វីដេអូពេញតែម្ដងសូមអរគុណដល់លោកគ្រូនាយកសាលាលោកគ្រូអ្នកគ្រូដែលនៅក្នុងសាលាវិទ្យាល័យបាញ់ជាតិផងដែរដែលគាត់បានរាក់ទាក់ជីសីបានអរគុណមែនទែនបានដល់ការអនុញ្ញាតឲ្យជីសីចូលធ្វើការថតពិតជាអរគុណមែនទែនតាំងទៅមើលវីដេអូពេញទាំងអស់គ្នាសួស្ដីបងនេះស្តង់បងត្រាត់បងស្តង់ 12B ហើយមានលួយខ្លះបងអាចប្រាប់អ្នកគ្នាបានមើលបានអត់មនុស្សខ្ញុំមានដូចជាមានបកកហុងមានមួយបាញ់ឆយវ៉ាវមានតកកឈូទៀតបាទហើយមានមួយភេទជ្ជៈច្រើនហើយនឹងការតាំងពិព័រណ៍ផ្សេងទៀតបងវ៉ាវលួយខ្លះមែនតើនេះមានលក់ច្រើនមែនតើបងប្អូនទាំងគ្នាអញ្ចឹងទាំងគ្នាចង់ញ៉ាំអាចមកបានហើយបងសាលាយើងធ្វើសក្រានថ្ងៃទីប៉ុន្មានដែរបាទសក្រានវិទ្យាល័យហ៊ុនសែនបានជាតិយើងធ្វើនៅថ្ងៃទី5ហ្មងទី5ខែ4ខាងមុខនេះអូខេអញ្ចឹងសកម្មទាំងគ្នាចូលរួមឲ្យបានច្រើនដើម្បីយកទទួលបានបទពិសោធន៍ថ្មីភាពសប្បាយរីករាយនៅសង្ក្រានសាលាយើងតតែម្ដងអូខេអរគុណច្រើនបងបាទអរគុណច្រើនខ្ញុំជម្រាបសួរម្ដងទៀតដល់អូនហើយសុំសួរតែ2 3សំណួរឯនេះទីប៉ុន្មានដែរ12A ទី 12A ទាំង3នាក់ហ្មងហ្នឹងហើយមានស្តង់គេអត់ទេមានបងស្តង់មុខគេស្តង់មុខគេហ្នឹងហ្មងស្តង់ស្អាតទេដូចកស្អាតបងបានឃើញគូរូបគូអីតាមផុស Facebook ស្អាតមែនតើហើយស្តង់ហ្នឹងមានលុយដែរពេលព្រឹកយើងលក់នំបញ្ចុកស្លកាឌីហើយពេលថ្ងៃយើងលក់សាច់គោអាំងសាច់ស្លាប់មាន់អាំងទឹកផ្លែឈើអីបងបើជីសីមកអីអាច free បានទេ free បង free ចាំមើលតែថ្ងៃហ្នឹងបងមក free បងអូខេចាំមើលតែថ្ងៃហ្នឹងមកបងអត់ free បងរករឿងឲ្យព្រោះផាវីដេអូហើយអូខេហើយសង្ឃឹមជូនពរដាច់ឲ្យដឹងអត់សាលាយើងមានព្រឹត្តិការណ៍ធ្វើអីខ្លះពីព្រឹកដល់ល្ងាចមានដឹងអត់ដឹងបងអាចប្រាប់ត្រួសឲ្យអ្នកគ្នាបានដឹងអត់តោះពេលព្រឹកសាលាយើងមានលេងទាញព្រាត់លេងល្បែងកំសាន្តខ្មែរអីចឹងបងមានបាយក្អមអីចឹងហើយពេលថ្ងៃមានរបាំកងោកហើយរបាំជូនពោហើយមានរបាំជូនត្រុតបងត្រុតអូលយមែនតើរបាំមានច្រើនបើពេលថ្ងៃបងដឹងហ្មងថាធ្វើអីទៅធ្វើអីទៅពេលថ្ងៃខ្ញុំគ្នារមហ្មងច្រវាក់អីទៅអមហ្នឹងហើយចេះអត់ចេះរមញ៉ែអត់យើងចាំជួបគ្នាថ្ងៃហ្នឹងហើយនៅសាលាយើងមានឡានទឹកឡានអីអត់ទេមានអាចដឹងថាខ្ទង់ប្រហែលធុងអីដែរអាចច្រើនព្រោះឆ្នាំមុនដាក់ច្រើនជាងថៃគ្រូថាឆ្នាំហ្នឹងដាក់ច្រើនជាងឆ្នាំមុនទៀតវ៉ាវឆ្នាំហ្នឹងមាន DJ មកទៀតដល់ DJ ទៀតវ៉ាវអាចដឹងឈ្មោះ DJ ទេលោកគ្រូអត់តន់ប្រាប់ផងគាត់ថាតែឆ្នាំហ្នឹងមាន DJ គាត់ធ្វើឲ្យធំជាងរាល់ឆ្នាំវ៉ាវចុះដល់គ្នាណាមកបាច់ចិញ្ចៀនមាន DJ ទៀតសំខាន់មានឡានទឹកហើយសំខាន់មានសាលាស្អាតឲ្យមើលទៀតកុំភ្លេចមក support ស្តង់ 12A យើងឥឡូវយើងទៅថតមុខ 12A មើលគេអត់បានដឹងអូខេអ្នកគ្នាមក12ចង់ស្គាល់ស្តង់ 12A នេះឃើញអត់នេះបងប្អូននេះស្តង់ 12A នេះឃើញទេផ្លែនេះមានគូរូបគូអីទេអ្នកគ្នាឃើញ 12A អត់ទេនេះបើអញ្ចឹងអ្នកគ្នាមកចង់ញ៉ាំដូចបងប្អូនបានប្រាប់មិញហ្នឹងកុំភ្លេចមកស្តង់ 12A ហើយបើបងមិញហ្នឹងគឺ 12B 6ម្ដងម្នាក់អូខេអញ្ចឹងអរគុណច្រើនមែនតើអ្នកគ្នាបាទយើងទៅមុខបន្តិចទៀតទៅដើម្បីបញ្ចប់វីដេអូព្រោះថ្ងៃនេះ5សាលាសួស្ដីអូនឯស្តង់ 11A ហើយមានលួយខ្លះប្រាប់គ្នាយើងបានដឹងតិចមកគៀវហើយនឹងផ្អែមខ្មែរកាទៀវហើយនឹងផ្អែមខ្មែរគៀវគៀវគៀវស្គាល់ហើយគៀវអីបើសិនជីសីមកដល់នេះ pick អីមកហើយអឹមស៊ីត្រាវអីមក free អត់ទេអត់ឲ្យដឹងទេថាហើយធ្វើហ្នឹងគឺជាអំពើអាក្រក់អញ្ចឹងតាមទាំងគ្នាមកចង់ញ៉ាំគៀវនៅនំអាចមក support ស្តង់ 11A បានអូខេអរគុណច្រើនអូនតោះឥឡូវយើងដើរទៅស្តង់ផ្សេងទៀតបងសួស្ដីអូនតំណាងស្តង់ថាទីប៉ុន្មាន11C មានលក់អីខ្លះលក់ថ្នោតជូរអីបងមានថ្នោតជូរទៀតចូលមិនគិតមើល
មាន DJ ពេលថ្ងៃមាន DJ មានទឹកណោជូចាស់សាច់ខ្លែម សាច់ខ្លែមយកមកផ្ទះ សាច់ខ្លែមអីគេ ក្លន់តង ចុះនៅនេះមានគេលក់សាច់ខ្លែមអត់ទេមកជួយយើងគ្នាយើងនេះ មានបង លក់អីគេដែរដឹងអត់ទេ អត់ខ្ញុំទៅ អញ្ចឹងឥឡូវ DJ ក៏មានសាច់ខ្លែក៏មានបើសិនល្ងាចអត់កោទៀតចាប់បណ្ដោយ ចាប់ ចាប់ហើយអញ្ចឹងពេលថ្ងៃយើងកុំភ្លេចហៅខ្ញុំផងណាពេលខ្ញុំដល់ពេលថ្ងៃកុំភ្លេចទឹកណោជូដាក់ពីរនាក់ នេះមករងណាបងមករង រកខាងនេះឬខាងនេះ នេះបង ថតខុសប្លង់គេមករកខាងនេះអត់ឃើញឡើយ នេះដល់នេះស្តង់គាត់10ម៉ានមិញ 11សេ 11C ច្រឡំ 11C នៅនេះអាចមករកបានទឹកណោជូមាន DJ ហើយមានទឹកណោជូទៀតរកណាបានទេបាទមកឥឡូវយើងទៅបន្តទៀតបងប្អូនមករៀបសួរអូនឯងតំណាងស្តង់ដាក់ទីម៉ានដែរ ថ្នាក់ទី 10A មានលុយគេខ្លះ មានលក់ទឹកថ្នោតផ្អែមកន្លក់ប្លន់តនំបញ្ចុក ខាងនោះលក់ទឹកណោជូតែមានសាច់ខ្លែមដល់ពេលអូនឯងលក់ទឹកណោផ្អែមតែមានសាច់ខ្លែមវាមិនវិញអត់យល់មិនវិញអត់យល់ ណាត់ជូរក៏លក់ដែរ ទឹកណោជូក៏មានដែរចុះដល់គ្នាចាំបាននេះកំពុងថាជូស្រាប់ដែរទេគេទឹកណោជូសាច់ខ្លែមនៅនេះមានមួយសែតអញ្ចឹង11ម៉ានមិញ 10A 10A អញ្ចឹងអ្នកគ្នាអាចមករកជាវបានមានបាសមានអីហើយមានទឹកណោជូមានសាច់ខ្លែមមុំអូខេអរគុណច្រើនអូនអូ hello សួស្ដីអូន ខំឆាតហៅ បង yes ឥឡូវបងសួរចំណាប់អារម្មណ៍មិនដែរបន្ទាប់ពីសាលារបស់យើងបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តយ៉ាងធំប៉ុណ្ណឹងឥឡូវណៃមានចំណាប់អារម្មណ៍បែបណាដែរ អូសបាយបងឲ្យចង់ឲ្យគ្រូធ្វើធំចឹងរាល់ឆ្នាំហ្មងឲ្យឡើងរំភើបមកបាត់ដល់ថាបងមកអើយឡើងរំភើប អរគុណ ឃើញនៅសាលាខេត្តដែរតែហ៊ានហៅ អូឃើញបងនៅសាលាខេត្តដែរ រៀនមួយបងខ្ញុំមិនឃើញហ្មង អូបងឈ្មោះអី ខឿនសុផល និយាយបងឈ្មោះអី បងឈ្មោះជីសៃខ្ញុំស្គាល់ក្នុងពេក បងសួរដល់ណៃហៅឈ្មោះបងខទៀតចោលបណ្ដោយ អត់ទេបង follow ស្គាល់តាំងពីពេលអ៊ំទុកពេលហ្នឹងឃើញបងការថត vlog នៅតាមស្តង់ពេលហ្នឹងគឺខាចូលមកខែអូសាតែឃើញចូលមកពេក follow យកមក ឥឡូវបងសួរមួយម៉ាត់ទៀតមិនដែរបន្ទាប់ពីឃើញនៅខាងក្នុងហើយឃើញនៅក្រៅមិនដែរ អត់ទេបងទៅក្នុងក៏ក្រៅស្អាតដូចគ្នាលើចង់ឡងហើយមែន មានអេបេសុំអេបេ មានឡង អូខេអរគុណច្រើនអូនអរគុណ support me thank you so much ឥឡូវសុំសួរមួយមានចំណាប់អារម្មណ៍មិនដែរបន្ទាប់ពីសាលារបស់យើងបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តយ៉ាងធំហើយប៉ុណ្ណឹងធំទេអត់ធំហ្នឹងហើយមានអារម្មណ៍មិនដែរ មានអារម្មណ៍ថាសប្បាយចិត្តមែនតើហើយមានមោទនភាព Yes ខ្ញុំក៏មានមោទនភាពដែរហើយនិយាយតាមត្រង់នេះជាលើកទី1របស់ខ្ញុំហើយដែលមកសាលាហ្នឹង អូខេ យ៉ាចឹងខ្ញុំសង្ឃឹមថាថ្ងៃហ្នឹងជួយបង្ពួកជីសីឲ្យសុបាយផង អូខេ អូខេអរគុណច្រើនបាទអូខេអរគុណច្រើន แล้วសុំចូលឡងដែរមក ប្លុកដែរ មិនដែរដែរ Hello អ្នកគ្នាបាទជីសី แล้วមកពីសាលាណា ខ្ញុំមកពីពោធិ៍សាត់ មកពូសាន់ បាទ ឆ្លើយដែរ ជាឡៃពោធិ៍សាត់តែឥឡូវខ្ញុំចូលរៀបជាឡៃហ្នឹង អូ អូខេអ្នកនេះឥឡូវនេះ vlog របស់យើងនៅបាច់ចិញ្ចៀនគឺបានដល់ទីបញ្ចប់ហើយអរគុណច្រើនសម្រាប់តាមដានវីដេអូពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយ share ផងជាពិសេសបងប្អូននៅបាច់ចិញ្ចៀនកុំភ្លេចជួយ share ផងដើម្បីឲ្យគ្នាយើងមួយចំនួនទៀតតែគាត់ដឹងថាថ្ងៃណាអីគាត់អាចមកមើលបានអូខេអរគុណច្រើនពីខ្ញុំបាទជីសីបាយបាយ